បន្ទាប់ពីបញ្ចប់ដំណើរការកាត់ក្តីរួចមកអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជាបន្តដើរតួនាទីដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជារហូតមកដល់សប្តាហ៍ថ្ងៃនេះអវតករក្សាកេរដំណែលអំពីដំណើរការទទួលខុសត្រូវផ្នែកព្រំដែនដែលបានបំភ្លឺប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតក្នុងអតីតកាលរបស់កម្ពុជាការផ្ដល់ជូនកន្លែងស្រាវជ្រាវនិងព័ត៌មានប្រកបដោយធនធានដើម្បីស្វែងយល់អំពីសមិទ្ធផលរបស់អវតកមជ្ឈមណ្ឌលធនធាននិងបណ្ណសារបើកជូនសាធារណៈដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃបណ្ណសារនៃអវតកគឺជាកន្លែងតែមួយគត់នៅកម្ពុជាដែលបានកសាងឡើងនិងគ្រប់គ្រងស្របតាមបទដ្ឋានអន្តរជាតិឯកសារនានានៃបណ្ណសារនេះក៏ត្រាស់នៅមាគ៌ាឆ្ពោះទៅកាន់សន្តិភាពរបស់ប្រទេសតាមរយៈដំណើរការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌអ្នកអាចចូលមើលបណ្ណសារបានដោយផ្ទាល់នៅនឹងកន្លែងនិងតាមប្រព័ន្ធអនឡាញតាមរយៈនវីនវត្ត Digital មជ្ឈមណ្ឌលធនធានចល័តនាំយកកេរដំណែលដ៏សំខាន់នេះទៅដល់មនុស្សគ្រប់គ្នាទូទាំងប្រទេសដើម្បីលើកទឹកចិត្តដល់ជនរងគ្រោះនិងលើកកម្ពស់ចំណេះដឹងយុវជនជំនាន់ក្រោយបំពេញដោយបច្ចេកវិទ្យាទំនើបសារពហុបំណងជំរុញដល់ការសិក្សានិងការបណ្ដុះបណ្ដាលពហុវិស័យផងដែរមជ្ឈមណ្ឌលធនធានអវតករងចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវទាំងក្នុងនិងក្រៅប្រទេសពិព័រណ៍អចិន្ត្រៃយ៍និងចល័តគឺជាការរំលឹកដល់ការចូលរួមជាប្រវត្តិសាស្ត្ររបស់អវតកសម្រាប់មនុស្សជំនាន់ក្រោយៗទៀតទន្ទឹមនឹងនេះផងដែរនៅបរិវេណខាងក្រៅមានសួននៃការចងចាំដ៏ស្ងប់ស្ងាត់សម្រាប់ជាទីរំលឹកនឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនិងអ្នកនៅរស់រាននិងដើម្បីគោរពមាគ៌ាឆ្ពោះទៅរកសន្តិភាពរបស់កម្ពុជា